បើអ្នកសួរខ្ញុំថារឿងអ្វីដែលធ្វើឲ្យមនុស្សឈឺចាប់បំផុតនៅក្នុងស្នេហាខ្ញុំប្រហែលជាមិនឆ្លើយថាការបែកគ្នានោះទេខ្ញុំនឹងឆ្លើយថាការដឹងថាមនុស្សម្នាក់ដែលយើងខំជឿទុកចិត្តអស់រយៈពេលជាច្រើនឆ្នាំបានចាប់ផ្ដើមរស់នៅក្នុងជីវិតមួយផ្សេងទៀតរឿងដែលខ្ញុំចង់ប្រាប់នេះគឺជារឿងមនុស្សពីរនាក់ដែលស្រឡាញ់គ្នាអស់រយៈពេលជិត9ឆ្នាំពួកគេមិនមែនជាគូស្នេហ៍ដែលស្គាល់គ្នារយៈពេលខ្លីហើយបែកគ្នាព្រោះតែរឿងតូចតាចនោះទេពួកគេធ្លាប់ឆ្លងកាត់រឿងជាច្រើនជាមួយគ្នាធ្លាប់ជួយគ្នាពេលលំបាកធ្លាប់អត់ធ្មត់ចំពោះគ្នាធ្លាប់គិតអំពីអនាគតជាមួយគ្នាធ្លាប់មានរូបថតច្រើនចន្លឹកដែលមើលទៅដូចជាមនុស្សពីរនាក់ដែលប្រកាសនឹងថារស់នៅជាមួយគ្នាជារៀងរហូតស្ត្រីក្នុងរឿងនេះឈ្មោះសុភានាងមិនមែនជាមនុស្សដែលទាមទារអ្វីច្រើនពីស្នេហានោះទេសម្រាប់នាងការមានមនុស្សម្នាក់ដែលស្មោះត្រង់គឺគ្រប់គ្រាន់ហើយបុរសដែលស្រឡាញ់នាងគឺឈ្មោះវិសាលអ្នកទាំងពីរស្គាល់គ្នាតាំងពីវ័យក្មេងពេលចាប់ផ្ដើមស្រឡាញ់គ្នាជីវិតរបស់ពួកគេមិនទាន់មានអ្វីនោះទេសុភានៅរៀនវិសាលក៏កំពុងរកការងារធ្វើនិងព្យាយាមរកចំណូលដោយខ្លួនឯងពួកគេមិនមានរបស់ថ្លៃមិនមានការដើរលេងនៅកន្លែងប្រណិតហើយក៏មិនមានស្នេហាដែលមើលទៅដូចក្នុងភាពយន្តនោះដែរអ្វីដែលពួកគេមានគឺពេលវេលាដែលអាចផ្ដល់ឲ្យគ្នានៅពេលនោះសុភាមិនបានគិតថាមនុស្សដែលកំពុងស្រឡាញ់គ្នានឹងក្លាយជាផ្នែកមួយនៃជីវិតរបស់នាងអស់រយៈពេលជិត1ទសវត្សរ៍នោះទេនាងគ្រាន់តែចង់ដឹងថារាល់ពេលមានបញ្ហាវិសាលនៅជិតនាងពេលនាងមានរឿងលំបាកគេជាមនុស្សដែលអាចពឹងផ្អែកបានពេលវិសាលមានបញ្ហាសុភាក៏មិនដែលរត់ចេញពីគេដែរពេលខ្លះគេមិនមានលុយច្រើនពេលខ្លះសុភាក៏មិនមានដែរប៉ុន្តែពួកគេអាចចែករំលែកអ្វីដែលគ្នាមានឲ្យទៅគ្នាទៅវិញទៅមកស្នេហារបស់ពួកគេនៅពេលនោះមិនសូវមានរឿងដែលត្រូវបង្ហាញឲ្យអ្នកដទៃឃើញនោះទេវាជាស្នេហាដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃជួបគ្នាជួយគ្នារងចាំគ្នាហើយបន្តរស់នៅទៅមុខឆ្នាំទី1កន្លងផុតទៅឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4ដល់ពួកគេដឹងខ្លួនថាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំហើយសុភាធ្លាប់គិតថាមនុស្សដែលអាចរស់នៅជាមួយនឹងបានយូររហូតដល់ថ្នាក់នេះប្រហែលជាមនុស្សដែលនៅជាមួយនឹងរហូតហើយនាងចាប់ផ្ដើមរៀបចំជីវិតរបស់នាងដោយមានវិសាលនៅក្នុងផែនការជីវិតរបស់គេការងារការរកលុយការរស់នៅជាមួយគ្នាការរៀបការគ្រួសាររបស់ពួកគេចាប់ផ្ដើមស្គាល់គ្នាមនុស្សជុំវិញខ្លួនសុភាស្ទើរតែគ្រប់គ្នាបានស្គាល់វិសាលសម្រាប់មនុស្សជុំវិញពួកគេគឺជាគូស្នេហ៍ដែលមានទំនាក់ទំនងយូរហើយមានមនុស្សខ្លះសូម្បីតែគិតថាពួកគេអាចនឹងរៀបការឆាប់ៗនេះសុភាផ្ទាល់ក៏គិតដូច្នោះដែរនាងមិនបានរក្សាទំនាក់ទំនងទាំងនេះអស់រយៈពេល9ឆ្នាំដើម្បីមកចាប់ផ្ដើមរកមនុស្សថ្មីនៅពេលចុងក្រោយនោះទេប៉ុន្តែមានរឿងមួយដែលមនុស្សយើងមិនអាចគ្រប់គ្រងបានគឺចិត្តរបស់មនុស្សម្ខាងទៀតមនុស្សម្នាក់ដែលនៅជាមួយយើង9ឆ្នាំហើយថ្ងៃណាមួយចិត្តរបស់គេអាចចាប់ផ្ដើមផ្លាស់ប្ដូរវិសាលចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងមិនមែនផ្លាស់ប្ដូរភ្លាមរហូតដល់សុភាចាប់អារម្មណ៍នោះទេវាជាការផ្លាស់ប្ដូរដែលតូចការឆ្លើយតបយឺតជាងមុនការរកពេលជួបគ្នាតិចជាងមុនការចាប់ផ្ដើមមានការងារច្រើនជាងមុនការចូលនៅក្នុងទូរស័ព្ទជាញឹកញាប់ការកាន់ទូរស័ព្ទមិនឲ្យសុភាឃើញរឿងទាំងនេះមើលទៅដូចតូចតាចណាស់ប៉ុន្តែសម្រាប់មនុស្សដែលរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំការផ្លាស់ប្ដូរបន្តិចតួចអាចមើលឃើញច្បាស់សុភាចាប់ផ្ដើមមានអារម្មណ៍ថាវិសាលមិនដូចមុននាងមិនទាន់គិតថាគេមានអ្នកផ្សេងទេមូលហេតុនោះគឺនាងជឿជាក់ពេក9ឆ្នាំនៃការរស់នៅជាមួយគ្នាធ្វើឲ្យនាងមានអារម្មណ៍ថាមនុស្សនេះមិនអាចធ្វើអ្វីដែលធ្វើឲ្យនាងឈឺចាប់រហូតដល់ថ្នាក់នោះបានទេនាងចាប់ផ្ដើមរកហេតុផលមកជំនួសគេឲ្យបានគេប្រហែលជារវល់គេប្រហែលជាមានបញ្ហាការងារគេប្រហែលជាហត់គេប្រហែលជាត្រូវការពេលវេលាផ្ទាល់ខ្លួនសុភាមិនចង់គិតថាបញ្ហាកើតឡើងព្រោះមនុស្សទី3នោះទេរហូតដល់ថ្ងៃមួយនាងបានឃើញអ្វីដែលធ្វើឲ្យការសង្ស័យរបស់នាងមិនអាចជឿបានមានស្ត្រីម្នាក់ចូលមកក្នុងជីវិតរបស់វិសាលនាងមិនបានចូលមកដោយការបង្ហាញខ្លួនថាចង់ដណ្ដើមស្នេហារបស់អ្នកណានោះទេនាងចាប់ផ្ដើមស្គាល់ពីការស្គាល់តាមការងារនិងទំនាក់ទំនងធម្មតាបន្ទាប់មក
ការតាក់ទងគ្នាកាន់តែញឹកញាប់ពីការងារទៅរឿងផ្ទាល់ខ្លួនពីរឿងផ្ទាល់ខ្លួនទៅការចាប់អារម្មណ៍ហើយក៏ការចាប់អារម្មណ៍នោះទៅជាទំនាក់ទំនងដែលលើសពីមិត្តភាពចំណុចដែលសុភាឈឺចាប់មិនមែនគ្រាន់តែព្រោះស្ត្រីម្នាក់ចូលមកទៀតទេនាងឈឺចាប់ព្រោះវិសាបានលាក់វាពីនាងបានទំនាក់ទំនង9ឆ្នាំនេះត្រូវបានបញ្ចប់ដោយមនុស្ស2នាក់ដឹងថាខ្លួនមិនអាចបន្តទៅមុខជាមួយគ្នាបាននោះប្រហែលជាសុភាមិនអាចទទួលយកនោះទេប៉ុន្តែអ្វីដែលកើតឡើងគឺវិសានៅតែរក្សាទំនាក់ទំនងជាមួយសុភាខណៈពេលដែលចាប់ផ្ដើមទំនាក់ទំនងជាមួយស្ត្រីម្នាក់ទៀតគេមិនទាន់ចង់បាត់បង់សុភាទេក៏មិនចង់បាត់បង់ជនទី3ដែរសម្រាប់សុភានេះជាអ្វីដែលឈឺចាប់បំផុតនាងក៏ចាប់ផ្ដើមឃើញរកសញ្ញាផ្សេងៗពេលខ្លះវិសាអវត្តមានជាច្រើនម៉ោងពេលខ្លះគេមិនឆ្លើយទូរស័ព្ទពេលខ្លះគេចាប់ផ្ដើមប្រើពាក្យថារវល់ជាញឹកញាប់ហើយនៅពេលសុភាចាប់ផ្ដើមសួររកភាពច្បាស់លាស់គេក៏កាន់តែមានអាកប្បកិរិយាដូចមនុស្សដែលកំពុងការពារអ្វីមួយសុភាមិនចង់បានតាមដានគេនោះទេនាងមិនចង់ខ្លាចជាមនុស្សដែលត្រូវពិនិត្យទូរស័ព្ទរបស់មនុស្សដែលខ្លួនស្រឡាញ់ប៉ុន្តែពេលទំនុកចិត្តចាប់ផ្ដើមរង្គោះរង្គើមនុស្សម្នាក់អាចចាប់ផ្ដើមធ្វើអ្វីៗដែលខ្លួនមិនធ្លាប់ធ្វើនាងចាប់ផ្ដើមសង្កេតនាងចាប់ផ្ដើមចងចាំពេលវេលានាងចាប់ផ្ដើមប្រៀបធៀបអ្វីដែលវិសាប្រាប់ជាមួយនាងដែលនាងបានឃើញហើយនៅពេលព័ត៌មានតិចជាច្រើនបានប្រមូលផ្ដុំគ្នាវាបង្កើតជារូបភាពមួយដែលសុភាមិនចង់ឃើញបំផុតវិសាមានអ្នកផ្សេងសុភាមិនដួលរលំភ្លាមនោះទេមនុស្សដែលស្រឡាញ់គ្នាយូរមិនងាយបោះបង់អារម្មណ៍ក្នុងពេលមួយយប់នោះទេទោះដឹងថាគេក្បត់ក៏ចិត្តនៅតែសួររកហេតុផលនាងចាប់ផ្ដើមគិតថាប្រហែលខ្លួនជាមានកំហុសប្រហែលជានាងមិនសូវល្អមិនសូវយកចិត្តទុកដាក់គេប្រហែលជានាងរវល់ពេកប្រហែលជានាងមិនស្អាតដូចស្ត្រីម្នាក់ទៀតប្រហែលជានាងមិនផ្ដល់អ្វីៗដែលគេចង់បានការឈឺចាប់ធំបំផុតរបស់មនុស្សដែលត្រូវគេក្បត់មិនត្រឹមតែការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់នោះទេវាគឺជាការចាប់ផ្ដើមសង្ស័យទៅលើតម្លៃរបស់ខ្លួនឯងសុភាចាប់ផ្ដើមមើលខ្លួនឯងពីខុសពីមុននាងចាប់ផ្ដើមមើលរូបថតចាស់ៗរបស់ពួកគេរូបថតឆ្នាំដំបូងឆ្នាំទី2ឆ្នាំទី3រហូតដល់ឆ្នាំទី9រូបថតដែលនាងធ្លាប់មើលដោយស្នាមញញឹមប្រែទៅជាអ្វីដែលធ្វើឲ្យនាងឈឺចាប់ព្រោះមនុស្សនៅក្នុងរូបថតទាំងនោះមើលទៅដូចជាស្រឡាញ់គ្នាខ្លាំងណាស់នាងគិតថាពេលវេលា9ឆ្នាំគឺជាភស្តុតាងស្នេហារបស់ពួកគេខ្លាំងប៉ុន្តែពេលវិសាមានអ្នកផ្សេងនាងចាប់ផ្ដើមយល់ថាមួយរយៈពេលមិនមែនជាការធានាមនុស្សម្នាក់នឹងស្មោះត្រង់ជាមួយគ្នារហូតនោះទេនាងឈឺចាប់រាល់ពេលឃើញវិសាប្រើទូរស័ព្ទនាងឈឺចាប់ពេលគេសួរមិនឆ្លើយនាងឈឺចាប់ពេលឃើញគេស្លៀកពាក់ល្អជាងមុនពេលចេញទៅក្រៅនាងឈឺចាប់ពេលចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើរូបរាងរបស់ខ្លួនឯងខ្លាំងជាងមុនហើយអ្វីដែលធ្វើឲ្យនាងឈឺចាប់ខ្លាំងបំផុតគឺនាងដឹងថាអ្វីដែលគេចាប់ផ្ដើមធ្វើសម្រាប់មនុស្សថ្មីគឺជារឿងដែលនាងធ្លាប់រងចាំពីគេអស់ជាច្រើនឆ្នាំជនទី3មិនចាំបាច់យកពេលវេលា9ឆ្នាំរបស់សុភាទៅទេនាងគ្រាន់តែចូលមកនៅពេលដែលទំនាក់ទំនងរបស់វិសាលនិងសុភាចាប់ផ្ដើមមានចន្លោះប៉ុន្តែសម្រាប់សុភាវាមានអារម្មណ៍ដូចជាមនុស្សម្នាក់កំពុងចូលមកជាកន្លែងរបស់នាងដែលបានរក្សាចិត្តមួយទសតវត្សរ៍ហើយជនទី3ក៏ចាប់ផ្ដើមដឹងថាវិសាលមានសុភាប៉ុន្តែទំនាក់ទំនងនៅតែបន្តនេះធ្វើឲ្យសុភាឈឺចាប់ជាងមុនព្រោះវាមានន័យថាមនុស្សដែលចូលមកក្នុងទំនាក់ទំនងរបស់ពួកគេមិនមែនជាមនុស្សដែលធ្វើមិនដឹងរឿងអ្វីទាំងអស់នោះទេនាងដឹងថាគេមានម្ចាស់រួចហើយនៅតែបន្តសុភាចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនកំពុងប្រកួតជាមួយមនុស្សម្នាក់ទៀតដែលនាងមិនចង់ប្រកួតជាមួយនាងមិនចង់ប្រកួតថាអ្នកណាស្អាតជាងអ្នកណារកលុយបានច្រើនជាងអ្នកណាតាក់ទាញជាងអ្នកណាធ្វើឲ្យវិសាលសប្បាយចិត្តជាងនាងគ្រាន់តែចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់គោរពទំនាក់ទំនងដែលពួកគេមានប៉ុន្តែការគោរពទំនាក់ទំនងនោះបានបាត់បង់ទៅហើយរឿងកាន់តែធ្ងន់នៅសុភាដឹងថាវិសាលបាននិយាយអំពីរឿងជីវិតរបស់ពួកគេទៅប្រាប់ជនទី3ឲ្យបានស្ដាប់រឿងដែលគូជារឿងមនុស្ស2នាក់ត្រូវបានយកទៅចែករំលែកឲ្យជនទី3សុភាមានអារម្មណ៍ថា
នាងមិនត្រឹមតែបាត់បង់ស្នេហានោះទេនាងបាត់បង់កន្លែងដែលធ្លាប់មានសុវត្ថិភាពនៅក្នុងចិត្តរបស់មនុស្សម្នាក់រយៈពេល9ឆ្នាំមិនអាចការពារសុភាពីការជឿចាប់បាននោះទេនាងនៅតែយំនៅតែគេងមិនសូវលក់ពេលខ្លះអង្គុយមើលទូរស័ព្ទយូរដោយមិនដឹងថាខ្លួនកំពុងរងចាំវិសាពីពេលណាឬកំពុងចាំការពិតអ្វីមួយដែលនាងមិនចង់ទទួលស្គាល់ការរស់នៅរបស់នាងចាប់ផ្ដើមបាត់បង់សុភមង្គលអាហារដែលធ្លាប់ចូលចិត្តក៏លែងមានរសជាតិកន្លែងដែលធ្លាប់ទៅជាមួយគ្នាក៏คล้ายទៅជាកន្លែងដែលមិនចង់ទៅបទចម្រៀងដែលធ្លាប់ស្ដាប់ជាមួយគ្នាคล้ายជាបទមិនចង់ឲ្យនាងស្ដាប់សូម្បីតែមើលរូបថតចាស់ៗដែលធ្លាប់អនុស្សាវរីយ៍ល្អៗក៏คล้ายទៅជារបស់ដែលនាងខ្លាចនាងមិនអាចយល់ថាតើមនុស្សម្នាក់ដែលស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំអាចផ្លាស់ប្ដូរទៅជាមនុស្សដែលធ្វើឲ្យនាងជឿចាប់យ៉ាងនេះបានដោយរបៀបណាប៉ុន្តែការពិតគឺមនុស្សបានផ្លាស់ប្ដូរទៅហើយពេលមនុស្សម្នាក់នេះជ្រើសរើសក្បត់ទំនាក់ទំនងដែលល្អក៏คล้ายទៅជារឿងធ្វើឲ្យមនុស្សម្នាក់ទៀតបាត់បង់ជំនឿលើស្នេហាសុភាមិនបានបាត់បង់ស្នេហាភ្លាមៗនោះទេអ្វីដែលគេបានបាត់បង់មុនគឺការទុកចិត្តបន្ទាប់មកបាត់ភាពសុខសាន្តបន្ទាប់មកបាត់ការគោរពហើយចុងក្រោយទើបអារម្មណ៍ស្រឡាញ់គ្នាចាប់ផ្ដើមអស់កម្លាំងវិសានៅតែព្យាយាមរក្សាទំនាក់ទំនងទាំងពីរគឺចង់ឲ្យសុភានៅដដែលខណៈដែលជនទី3នៅក្នុងជីវិតរបស់គេសម្រាប់សុភាវាជារឿងមិនអាចទទួលយកបានទៀតទេនាងចាប់ផ្ដើមយល់ថាការស្រឡាញ់មនុស្សម្នាក់មិនមែនមានន័យថាត្រូវទ្រាំគ្រប់យ៉ាងដែលមនុស្សធ្វើនោះទេនាងចាប់ផ្ដើមស្រឡាញ់គេអាចនឹកគេអាចជឿចាប់ចំពោះគេប៉ុន្តែក៏ត្រូវមានតម្លៃសម្រាប់ខ្លួនឯងដែរថ្ងៃដែលសុភាសម្រេចចិត្តដើរចេញពីទំនាក់ទំនងនេះគឺមិនមែនជាថ្ងៃដែលនាងឈប់ស្រឡាញ់វិសានោះទេវាជាថ្ងៃដែលនាងដឹងថាបើនៅបន្តនាងនឹងបាត់បង់ខ្លួនឯង9ឆ្នាំគឺយូរណាស់ការបោះចោលអ្វីមួយដែលរស់នៅជាមួយគ្នាអស់រយៈពេល9ឆ្នាំមិនធ្វើដោយចិត្តរឹងក្នុងមួយយប់នោះទេសុភានៅតែនឹកពេលចាស់ៗនឹកពេលដែលវិសាលមិនទាន់មានអ្នកផ្សេងនឹកពេលដែលពួកគេចាប់ផ្ដើមស្គាល់គ្នានឹកពេលដែលគេខំរក្សាទំនាក់ទំនងនេះនឹកពេលដែលពួកគេធ្លាប់មានផែនការជាមួយគ្នាសម្រាប់អនាគតប៉ុន្តែអតីតកាលមិនអាចធ្វើឲ្យការក្បត់ត្រឡប់មកដូចដើមបាននោះទេអតីតកាលអាចស្រស់ស្អាតប៉ុន្តែវាមិនអាចធានាបច្ចុប្បន្ននៅតែដូចមុននោះទេសុភាចាប់ផ្ដើមរៀនរស់ដោយគ្មានវិសាលដំណាក់កាលដំបូងគឺពិបាកណាស់ពេលខ្លះនាងមានអារម្មណ៍ថាខ្លួនធ្វើខុសពេលខ្លះនាងចង់ត្រឡប់ទៅវិញពេលខ្លះនាងចង់ឲ្យវិសាលកែខ្លួនប៉ុន្តែការនឹកឃើញដែលបានកើតឡើងនាងក៏ដឹងថាទំនាក់ទំនងដែលនាងកំពុងនឹកមិនមែនជាទំនាក់ទំនងដែលមាននៅថ្ងៃនោះទៀតទេនាងកំពុងនឹកមនុស្សម្នាក់មិនមែនជាមនុស្សដែលដូចពេលទេចំពោះជនទី3ខ្ញុំមិនចង់និយាយថានាងជាមូលហេតុតែមួយដែលធ្វើឲ្យស្នេហា9ឆ្នាំបែកបាក់គ្នានោះទេព្រោះការក្បត់ត្រូវការមនុស្ស2នាក់បើវិសាមិនបើកទ្វារជនទី3ក៏មិនចូលមកក្នុងជីវិតគេនោះដែរមនុស្សទី3អាចចូលមកអាចតាក់ទាញអាចព្យាយាមដណ្ដើមប៉ុន្តែអ្នកដែលមានទំនាក់ទំនងស្រាប់គឺជាអ្នកដែលត្រូវដឹងថាតើគួរបើកទ្វារឲ្យគេចូលឬអត់វិសាជាអ្នកជ្រើសរើសហើយជំរឿនរបស់គេបានធ្វើឲ្យសុភាបាត់បង់9ឆ្នាំនៃជីវិតដែលធ្លាប់ជឿថានឹងមានអនាគតជាមួយគ្នារឿងនេះធ្វើឲ្យខ្ញុំយល់ថាពេលវេលាមិនអាចធានាស្នេហាបាននោះទេមនុស្ស2នាក់អាចស្រឡាញ់គ្នា9ឆ្នាំហើយនៅតែបែកគ្នាប៉ុន្តែវាក៏មិនមានន័យថា9ឆ្នាំគ្មានន័យនោះដែរវាមានតម្លៃវាជាផ្នែកមួយនៃជីវិតរបស់សុភាវាជាអនុស្សាវរីយ៍វាជាបទពិសោធន៍វាជារយៈពេលដែលនាងបានរៀនថាស្នេហាត្រូវការទាំងពីរការស្រឡាញ់និងការទទួលខុសត្រូវនាងក៏បានរៀនថាការស្មោះត្រង់មិនមែនជារឿងដែលគួរឲ្យទាមទារពីថ្ងៃមួយនោះទេវាជារឿងដែលធ្វើឲ្យមនុស្សម្នាក់ជ្រើសរើសធ្វើដោយសារគេគោរពមនុស្សម្នាក់ដែលនៅក្បែរខ្លួនចំពោះសុភា9ឆ្នាំបានបញ្ចប់មិនមែនដោយសារស្នេហាទន់ខ្សោយនេះទេវាបានបញ្ចប់ព្រោះមនុស្សដែលស្រឡាញ់នាងមិនបានរក្សាស្នេហានេះដូចដែលនាងបានរក្សា
ហើយប្រហែលជាផ្នែកមួយដែលឈឺចាប់បំផុតមនុស្សម្នាក់អាចយកពេល9ឆ្នាំមកគិតថាវិជាផុសតាងពួកគេនៅជាមួយគ្នារហូតប៉ុន្តែសម្រាប់មនុស្សម្នាក់ទៀត9ឆ្នាំនឹងអាចក្លាយជាអតីតកាលនៅពេលដែលចិត្តរបស់ពួកគេចាប់ផ្ដើមទៅរកអ្នកថ្មីសុភាមិនបានឈ្នះក្នុងរឿងស្នេហានោះទេនាងក៏មិនបានចាញ់ជនទី3នោះដែរបើនិយាយត្រឹមត្រូវនាងគ្រាន់តែបាត់បង់មនុស្សម្នាក់ដែលជ្រើសរើសនៅពេលដែលខ្លួនមានជម្រើសហើយនៅពេលក្រោយនាងប្រហែលជាយល់ថាការបាត់បង់មនុស្សម្នាក់ដែលមិនស្មោះត្រង់អាចឈឺចាប់ខ្លាំងនៅពេលដំបូងប៉ុន្តែក៏វាជាការដកមនុស្សម្នាក់ចេញពីជីវិតដែលមិនអាចរក្សាបេះដូងរបស់នាងបានដែរ9ឆ្នាំមិនអាចយកមកវិញបានអនុស្សាវរីយ៍ក៏មិនអាចលុបបានស្នាមឈឺចាប់ក៏មិនបានបាត់បង់ភ្លាមប៉ុន្តែជីវិតរបស់សុភាមិនចប់នៅថ្ងៃដែលវិសាក្បត់នាងនោះទេវាគ្រាន់តែជាថ្ងៃចាប់ផ្ដើមជំពូកថ្មីមួយតែលើកនេះនាងត្រូវរៀនរស់ដោយមិនដាក់អនាគតរបស់ខ្លួនទៅដៃមនុស្សម្នាក់ទៀតទាំងស្រុងនោះទេ